សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ Admin ហើយនៅក្នុងថ្ងៃនេះគឺ Admin មានរឿងព្រឺរោមមួយទៀតហើយសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាដោយរឿងនោះគឺ Admin ទទួលបានពីបងប្រុសម្នាក់ដែលគាត់រស់នៅខាងខេត្តតាកែវហើយបងប្រុសនោះគឺគាត់មានឈ្មោះថាបងឆៃដែលរឿងរ៉ាវរបស់បងឆៃគឺគាត់បានបញ្ជាក់ថាគឺជារឿងពិតមួយដែលកើតឡើងចំពោះគ្រួសារគាត់តែម្ដងចង់ដឹងថារឿងរ៉ាវរបស់បងឆៃបែបណាខ្លះតោះចូលទៅក្នុងសាច់រឿងទាំងអស់គ្នានៅក្នុងភូមិមួយមានគ្រួសារអ៊ំប្រុសម្នាក់ដែលមានកូនឈ្មោះថាឆៃហើយគ្រួសាររបស់គាត់ហ្នឹងគឺមានដីចម្ការមួយកន្លែងដែលនៅជាប់ជើងភ្នំដោយសារតែគ្រួសាររបស់គាត់តែងតែដាំដំណាំនៅក្នុងដីចម្ការនោះថ្ងៃមួយឪពុករបស់បងឆៃក៏គាត់បានសម្រេចចិត្តថាចង់ធ្វើខ្ទមមួយនៅលើដីចម្ការនោះដើម្បីចាំដំណាំរបស់គាត់ពីការបំផ្លាញរបស់សត្វព្រៃហើយនៅក្នុងដីចម្ការនោះគឺមានដើមស្វាយធំមួយដែលដើមស្វាយនោះមានអាយុប្រហែលជា 30-40 ឆ្នាំទៅហើយដោយពុំមានអ្នកណាកាប់វាចេញនោះទេហើយតាំងពីបុរាណមកដើមស្វាយមនុស្សតែងតែមានមនុស្សទៅអាស្រ័យផលអញ្ចឹងហើយក៏គ្មានអ្នកណាកាប់ដើមស្វាយនោះទៀតដែរថ្ងៃមួយឪពុករបស់គាត់ក៏បានរៀបចំសាងសង់ខ្ទមមួយនៅក្រោមដើមស្វាយនោះដោយខ្ទមនោះត្រូវបានសាងសង់តតឹងថ្ងៃគួរកត់សម្គាល់ផងដែរថាខ្ទមឬក៏ផ្ទះគឺចាស់ពុំអោយសង់ទៅទាំងថ្ងៃទេព្រោះវាជាប្រថ្នូលដែលមិនល្អប៉ុន្តែដោយសារតែឪពុករបស់បងឆៃគាត់ជាមនុស្សដែលមិនសូវជឿលើរឿងអបិយជំនឿទេដូច្នេះហើយទើបគាត់សម្រេចចិត្តថាសាងសង់ខ្ទមនោះទៅទាំងថ្ងៃបន្ទាប់ពីខ្ទមនោះសាងសង់រួចឪពុករបស់គាត់ក៏បានរៀបចំអុជធូបដើម្បីសុំស្នាក់នៅក៏ដូចជាសូមសេចក្តីសុខពីទេវតាឬក៏អ្នកដែលថែរក្សានៅទីកន្លែងនោះហើយយប់ដំបូងដែលឪពុករបស់បងឆៃស្នាក់នៅគឺគាត់បានឮសូរសំឡេងដូចជាមានមនុស្សដើរនៅជុំវិញខ្ទមប៉ុន្តែដោយសារតែគាត់ជាមនុស្សដែលមិនជឿលើរឿងអបិយជំនឿគាត់ក៏គិតថាសំឡេងនោះគឺជាសំឡេងសត្វព្រៃដែលមកស៊ីផលដំណាំរបស់គាត់ក៏ពុំបានចាប់អារម្មណ៍ថាវាគឺជាអ្វីនោះដែរហើយគាត់ក៏សម្រានលងលក់បាត់ទៅលុះព្រឹកឡើងឪពុករបស់បងឆៃក៏គាត់ដើរមើលចំការធម្មតាហើយជារៀងរាល់ពេលល្ងាចឪពុករបស់បងឆៃតែងតែបបក់ភ្លើងគោហើយគាត់ក៏ចូលសម្រានទៅថ្ងៃមួយហ្នឹងគឺបងឆៃគាត់ទៅស្នាក់នៅជាមួយឪពុកដើម្បីបានគ្នានៅក្នុងយប់នោះមានភ្លៀងរលឹមតិចហើយមានក៏រន្ទះផងដែរខ្យល់ត្រជាក់ដែលធ្លាក់មកផើយប៉ះសាច់របស់យើងមានអារម្មណ៍ថាព្រឺរោមលុះដល់ពេលព្រលប់ម៉ោងប្រហែលជា 8បងឆៃក៏បានឡើងទៅលើខ្ទមហើយសម្រាននៅក្នុងខ្ទមនោះលុះដល់កណ្ដាលអាធ្រាត្របងឆៃក៏បានឮសំឡេងក្រេកក្រក់នៅក្បែរខ្ទមនោះដោយសារតែនៅក្នុងខ្ទមឮសូរសំឡេងទឹកភ្លៀងតក់ជាមួយនឹងស្លឹកត្នោតគាត់ក៏គិតថានោះគឺជាសំឡេងទឹកភ្លៀងដែលស្រក់ទៅលើស្លឹកត្នោតតែតាមពិតនោះមិនមែនជាទឹកភ្លៀងតក់លើស្លឹកត្នោតទេព្រោះវាឮសំឡេងក្រេកក្រក់ខុសពីទឹកភ្លៀងបងឆៃក៏បានសួរឪពុកថាពុកតើមានអីមួយនៅក្បែរខ្ទមមែនឪពុករបស់គាត់ក៏បានប្រាប់ថាអត់មានអីទេនោះជាសំឡេងដែលទឹកភ្លៀងស្រក់លើស្លឹកត្នោតមួយសន្ទុះក្រោយមកគាត់ក៏មានអារម្មណ៍ថាដូចជាមានឮសូរសំឡេងមនុស្សស្រីដែលអង្គុយយំនៅក្បែរខ្ទមនោះគាត់ក៏ឆ្ងល់ហើយក៏បានអើតមើលតាមប្រហោងក្តារដែលមានប្រឡោះតូចមួយគាត់ក៏បានឃើញដូចជាមានមនុស្សស្រីម្នាក់ដែលពោកូនហើយដើរសំដៅមករកខ្ទមនោះឃើញបែបនោះភ្លាមគាត់ក៏បានស្រែកហៅឪពុករបស់គាត់
ហើយបានប្រាប់ថាមានមនុស្សម្នាក់3កូនដើរសំដៅមករកខ្ទមរបស់យើងពេលនោះឪពុករបស់គាត់ក៏រត់មកមើលហើយគាត់ក៏ថាមិនមានអ្វីដូចដែលបងឆៃគាត់និយាយនោះទេហើយនៅក្នុងយប់នោះបងឆៃស្ទើរតែមិនបានដេកលង់លក់ទៅហើយព្រោះតែភាពភ័យខ្លាចនឹងអ្វីដែលគាត់បានឃើញហើយឪពុករបស់គាត់គឺជាមនុស្សដែលមិនជឿលើរឿងអបិយជំនឿគាត់ក៏មិនបានមានអារម្មណ៍ថាផិតភ័យនោះដែរលុះស្អែកឡើងបងឆៃក៏បានត្រឡប់ទៅផ្ទះនៅឯភូមិវិញហើយគាត់ក៏បាននិយាយរឿងរ៉ាវទាំងនោះប្រាប់បងប្អូននិងម្ដាយរបស់គាត់ហើយលោកតារបស់គាត់ក៏បានប្រាប់ថានោះគឺជាពពួកអមនុស្សដែលតែងតែមកលងបំលាតយើងឲ្យតែយើងមានភាពភ័យខ្លាចគឺវាតែងតែឲ្យយើងឃើញចំណែកមនុស្សដែលអត់មានភាពភ័យខ្លាចគឺវាមិនឲ្យឃើញនោះទេហើយសាច់រឿងរបស់យើងគឺចប់ត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនមានរឿងព្រឺរោមណាដែលចង់ឲ្យ admin បកស្រាយបងប្អូនអាច comment នៅក្នុង comment បានចាំ admin លើកយកមកនិយាយបកស្រាយចែកជូនបងប្អូនយើងស្ដាប់ជាបន្តទៀត